កម្ពុជាមិនបោះបង់សិទ្ធិទាមទារដែនអធិបតេយ្យរបស់ខ្លួនមកវិញទេគ្រាន់តែមិនដឹងបានពេលណាឬក៏ប្រើពេលអាចយូរខែឬក៏អាចច្រើនអីចឹងទៅដូច្នេះនៅតែទាមទារនៅតែតវ៉ាដោយប្រើយន្តការច្បាប់អន្តរជាតិសន្ធិសញ្ញាវាស់វែងព្រំដែននិងក្របខ័ណ្ឌព្រំសីមាអីនឹង JBC អីនឹងយកមកប្រើដដែលខ្ញុំថានេះគឺជាការដែលនិយាយមិនខុសទេនៅក្នុងការដែលយើងប្រើយន្តការដែលមានស្រាប់ព្រោះកម្ពុជាត្រូវការសុខសន្តិភាពជាមួយប្រទេសជិតខាងហើយបើដើម្បីសុខសន្តិភាពវាមានតែចរចាគ្នាក៏ប៉ុន្តែដោយប្រសាសន៍លោកឡុងបញ្ញវុឌ្ឍលើកឡើងអញ្ចឹងថាបើយើងចង់ឲ្យមានយុត្តិធម៌សុខសន្តិភាពយូរអង្វែងហ្នឹងដោយអ្វីដែលលោកហ៊ុនម៉ាណែតមានប្រសាសន៍មិញនេះគឺអ្វីដែលកម្ពុជាអត់ទាន់ធ្វើគឺការអត់ទាន់ប្តឹងថៃទៅតុលាការអន្តរជាតិអញ្ចឹងនៅប្រើយន្តការសុំភ្លើងយក្សខ្ញុំប្រើពាក្យយន្តការសុំភ្លើងយក្សអញ្ចឹងចោះព្រោះអីវាអត់បានសង្ឃឹមសោះណាព្រោះអីទៅសុំគេឲ្យគេដោះស្រាយបញ្ហារបស់យើងទាំងគេអត់ទាំងចាប់អារម្មណ៍យើងផងហើយថ្ងៃនេះកម្ពុជាខាងគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាជំនួសរដ្ឋាភិបាលកម្ពុជាហ្នឹងថ្លែងសារថាខ្លួនមានកិត្តិយសដែលភាគីថៃនៅតែមិនទាន់ឆ្លើយតបរឿងចាប់ផ្ដើមជជែករឿងវាស់វែងព្រំដែនព្រំសីមារបស់យើងកាលនៅឡើយមានកិត្តិយសទៀតទៅសុំគេឲ្យចរចាសំទុះយើងទៅសុំគេឲ្យមកជួយដោះស្រាយបញ្ហាវាស់វែង JBC ដែលជាយន្តការក្របខ័ណ្ឌមានតាំងពី MOU ឆ្នាំ2000មកហើយទៅគេប្រាប់ប្រមាណសារហ្នឹងខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាមិនដឹងទេអត់មែនប្រាប់ប្រមាណសារទេអាសារទី1ដែលផ្ញើគេទៅតាំងតែពីមានកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមកម្ពុជាចង់ឲ្យគេប្រជុំភ្លាមនៅទឹកដីសៀមរាបទឹកដីអីអញ្ចឹងទៅប្រថៃគេប្រាប់ថាអត់មានប្រជុំ JBC អីទេវាស់វែងព្រំសីមាអត់បានទេរដ្ឋាភិបាលនេះគឺជារដ្ឋាភិបាលចាំផ្ទះអត់មានអ្នកណាមានសមត្ថកិច្ចក្នុងការនិយាយពីរឿងព្រំដែនទេអញ្ចឹងគេទុកចាំឲ្យរដ្ឋាភិបាលថ្មីបង្កើតឡើងស្របច្បាប់ហើយមាននាយករដ្ឋមន្ត្រីថ្មីមានគណៈរដ្ឋមន្ត្រីថ្មីមកដោះស្រាយទើបអាចនឹងដោះស្រាយរឿងនេះអាហ្នឹងគេឆ្លើយតបយូរហើយក៏ប៉ុន្តែលិខិតទី1ដែលខ្ញុំរិះគន់ថាគណៈកម្មការព្រំដែនកម្ពុជាហ្នឹងគឺគាត់ថាមានកិត្តិយសពេលសរសេរគេទៅគេឆ្លើយតបមកថាគេអត់មានដោះស្រាយអីបានទេដោយសារតែគេអត់ទាន់មានរដ្ឋនាយករដ្ឋមន្ត្រីថ្មីអត់មានរដ្ឋាភិបាលស្របច្បាប់ថ្មីអញ្ចឹងយើងសរសេរទៅទៀតអញ្ចឹងអានេះជាលើកទីប៉ុន្មានហើយ1 2 3ហើយលើកទី3ហើយសរសេរទៅទៀតថាអង្កលបានយើងរៀបចំឲ្យបើកមានគណៈកម្មាធិការកិច្ចការព្រំដែនហ្នឹងហើយចុះគេប្រាប់មកឲ្យថាគេទាត់តែមានរដ្ឋាភិបាលថ្មីហើយយើងនៅតែសរសេរសារអញ្ចឹងថាត្រូវឲ្យបើកឲ្យឆាប់មកទៅចាំយល់ទៅគេ14 ខែកុម្ភៈនេះអីចឹងទៅអូខេគឺឆ្លងថ្ងៃ8 ខែកុម្ភៈនេះហើយរៀបចំរដ្ឋាភិបាលដល់ខែមីនាខែឧសភាខែមេសាឯណានោះមិនដឹងកាលបានផងអញ្ចឹងវាត្រូវមានបែបបត់ឆ្លោះគ្នាតវ៉ាស្លឹកឆ្នោតរឿងស្អីហើយមិនដឹងថាបោះឆ្នោតនឹងបានអត់ថ្ងៃ8ហ្នឹងព្រោះអីមួយថ្ងៃនេះកាលថ្ងៃ30លឺសូរផ្ទុះអាវុធនៅព្រំដែនទៀតទេបងប្អូនប៉ុន្តែមិនមែនជាការផ្ទុះតដៃគ្នាទេកាលពីថ្ងៃ30ហ្នឹងយោធាថៃហ្នឹងបានប្រាប់មកថាគេបានបាញ់គ្រាប់ឡើងទៅលើមេឃប៉ុន្តែចូលក្នុងដែនអធិបតេយ្យកម្ពុជាជាការព្រមានព្រោះនៅយប់ថ្ងៃ30ហ្នឹងគឺខាងកម្ពុជានោះឈួលភ្លើងហ្វាស្អីគេចូលដល់លេនដ្ឋានទីតាំងរបស់ថៃអីអញ្ចឹងទៅហើយគេថាហ្នឹងជាការប្រព្រឹត្តរំលោភបំពានអីអញ្ចឹងទៅគេបាញ់ឲ្យថាលឺសូរមានផ្ទុះគ្រាប់អាវុធធនធ្ងន់មកក្ដួងដែរនៅខាងព្រំដែនកម្ពុជាមិនមែនជាការបាញ់ដាក់គ្នាប៉ុន្តែថៃគេថាគេបាញ់ពមៀនបាញ់យើងអត់ទាន់មានសេចក្តីរាយការណ៍ឬក៏តបឲ្យពីក្រសួងការពារជាតិកម្ពុជាតែគាត់ថាគាត់តាមលឺសូរអញ្ចឹងទៅលោកអនុទិនចាំរយៈគល់ថ្ងៃហ្នឹងគាត់និយាយថាអត់អីទេខាងភូមិភាគខាងអីហ្នឹងគេបាននិយាយសម្រុះសម្រួលគ្នាអីទៅហើយវាមានការដូចថាវាមានព្រឹត្តិការណ៍នឹងកើតឡើងមែនប៉ុន្តែមិនឈានទៅដល់ការដែលបាញ់គ្នាជាលើកទី3អីណានៅឡើយទេអីចឹងទៅដូច្នេះអាស្ថានភាពព្រំដែនហ្នឹងគឺវាមិនទាន់ស្របហើយលោកស៊ីអាស័កភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃប្រចាំរដ្ឋាភិបាលចាំផ្ទះទៅប្រាប់កษัតជប៉ុនកាលពីម្សិលមិញម្សិលមួយថ្ងៃហ្នឹងថាអាបត់ជប់បាញ់ហ្នឹងឥឡូវហ្នឹងគឺព្រមព្រៀងគ្នាជាមួយកម្ពុជាបន្តបាន2 3ខែទៀតអូចុះបន្តគេបត់ជប់បាញ់ហ្នឹងចង់ជាធរមានអញ្ចឹងយើងជប់បាញ់គ្នាមកមានត្រូវថែម2 3ខែអីទៀតអញ្ចឹងបដោះអាសន្នប្រហែលទៀតខ្ញុំអត់យល់ដូចថាបកឲ្យវាមានភាពរំជើបរំជួលដែលធ្វើឲ្យអ្នកមកគេនេះហ្នឹងគេថាគេមានសពាវុធអីដូច F16 អីចាំមកទម្លាក់មកយើងខាងនោះអត់សូវភ័យហ្មងខាងយើងគឺឲ្យតែចឹងគ្នាភ័យទៀតហើយប្រជាពលរដ្ឋអត់អាចវិលទៅលំនៅឋានបានហ្នឹងនៅអារម្មណ៍ព្រលឹងចុងសក់ទៀតតែយ៉ាងណាបងប្អូនអារឿងនេះគឺវារឿងនយោបាយច្រើនអញ្ចឹងបានថាអារឿងដែលតាក់ទងនឹងប្តឹងទៅតុលាការអន្តរជាតិនេះគឺជារឿងបច្ចេកទេសតែយើងអត់ទាន់ធ្វើឥឡូវនេះគឺយើងវិលមកវិញតាក់ទងនឹងដែលចង់និយាយថាគណៈកម្មាធិការកិច្ចការព្រំដែនរបស់កម្ពុជាដែលទៅមានកិត្តិយសសូមជម្រាបជូនសាធារណជនបងប្អូនកម្ពុជាយើងទាំងខ្មែរទាំងនៅស្រុកខ្មែរទាំងនៅបរទេសហ្នឹងឲ្យដឹងថាថៃគេអត់ទាន់ព្រមជជែកពីរឿងព្រំដែនវាស់វែង GBC អីហ្នឹងកៅទេនិយាយចឹងកិត្តិយសយើងកិត្តិយស
ព្រមផងឲ្យគេអត់ព្រមហ្នឹងក៏មិនមែនជារឿងអីផ្លាយទៅទៀតកម្ពុជាជួនកាលយើងធ្វើឲ្យតែមានណាឲ្យតែមានហ្នឹងចុះបើគេប្រាប់ឲ្យថារដ្ឋាភិបាលគេហ្នឹងគេមិនអាចនឹងមកណែដោះស្រាយបញ្ហាព្រំដែនអីបានទេហើយទៅនៅតែសរសេរសរសារហ្នឹងទៅដដែលខ្ញុំថាកម្ពុជាឆ្លាតតែធ្វើជាល្ងងដែរខ្ញុំនិយាយឆ្លាតហ្នឹងចង់និយាយចេះចឹងមិនថាអ្នកនយោបាយយើងត្រូវស្គាល់ពវៀនបទជទាសពួកគាត់ទាំងខ្មែរទាំងថៃកម្ពុជាចង់ស្អំចិត្តប្រជាពលរដ្ឋខ្មែរខ្លួនឯងហ្នឹងឲ្យដឹងថាអត់នៅស្ងៀមទេយើងស្ងប់មិនយើងអត់នៅស្ងៀមទេលិខិតសរសេររហូតបើថែមអាហ្នឹងទៀតប្រហែលជា700ជាងហើយមើលទៅគឺសរសេរអញ្ចឹងលិខិតខ្លះសរសេរអត់បានប្រយោជន៍អីអញ្ចឹងគឺសរសេរទៅឲ្យតែមានទៅហៅកម្ពុជាថាអូយើងទៅខំប្រឹងសួរគេឲ្យចរចាឲ្យជជែកពីរឿង JBC កុំថាខ្មែរយើងអត់នៅស្ងៀមឲ្យសោះអត់ទេចង់ឲ្យបានដីនឹងមកវិញឆាប់នេះស្ដាប់ទៅគឺថា comment ប៉ុន្តែបើអេសអត់ត្រូវរមាស់បើគេប្រាប់ថាអត់ទាន់មានរដ្ឋាភិបាលស្របច្បាប់គេផងយើងអត់អេសរមាស់ប៉ុន្តែរដ្ឋាភិបាលកម្ពុជាឆ្លាតត្រង់រឿងមួយខ្ញុំធ្លាប់និយាយដែរថាថៃខូចរដ្ឋាភិបាលខ្លួនឯងឥឡូវហ្នឹងថាអត់ស្របច្បាប់ទេនិយាយរឿងព្រំដែនអត់បានប៉ុន្តែដល់ពេលអាយកដីខ្មែរប្រហែល40កន្លែងហ្នឹងគឺយកបានអត់ចាំបាច់រដ្ឋាភិបាលថ្មីទេគឺគ្រប់គ្រងបានជីកលេខដ្ឋានដាក់ប្រះពុតដេម៉ាឈូសឆាយខ្ទេចខ្ទីអស់អាហ្នឹងទៅជាស្របច្បាប់អញ្ចឹងថ្ងៃនៅក្នុងរដ្ឋាភិបាលចាំផ្ទះការបានអាហ្នឹងបានជារបស់កម្ពុជាដដែលឬយ៉ាងម៉េចកម្ពុជាចាប់ផ្ដើមអទៀតហើយដឹងណាពលរដ្ឋាភិបាលថៃថារដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធិសម្រេចអីចឹងអាវាយពីខ្មែរបានប្រហែល40កន្លែងហ្នឹងគឺចាត់ទុកជាមូលខេអីព្រោះអីអត់មានរដ្ឋាភិបាលថៃណាអាចចុះហត្ថលេខាថាហ្នឹងជាដីថៃបានទេព្រោះអីយើងអត់ទាន់មានរដ្ឋាភិបាលត្រឹមត្រូវចង់និយាយឲ្យដងដាវមកកម្ពុជាវិញមែនក្នុងន័យហ្នឹងឬក៏កម្ពុជាអាចនឹងយកហេតុផលហ្នឹងថាដងដាវយើងហើយយើងចូលសងយើងហើយអញ្ចឹងឬក៏យ៉ាងម៉េចអត់ទេបងប្អូននៅក្នុងកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមថ្ងៃ27ខែធ្នូឆ្នាំ2025ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់យើងគឺលោកទាសីហាបានបញ្ជាក់ថាអ្នកណាឈរជើងអ្នកណានៅណាអ្នកហ្នឹងឈរជើងនៅហ្នឹងបានន័យថាដីអ្នកណាឈរកន្លែងណាដីអ្នកហ្នឹងគឺកាន់កន្លែងហ្នឹងធ្វើអីធ្វើទៅកុំតែរំលោភចូលមកលើសពីកន្លែងហ្នឹងចឹងហើយបានថៃធ្វើចាច់តែចិត្តបើខែបោះគេដណ្ដើមបានហើយបានន័យថាជាភាពស្របច្បាប់ក្នុងដែនអធិបតេយ្យរបស់គេតែហើយយើងព្រមព្រៀងគ្នាអញ្ចឹងយើងអត់បាននិយាយថាទេខ្ញុំព្រមព្រៀងតែឈប់បាញ់ទេអារឿងដីប្រមាណទៀតគឺឯងត្រូវថយទៅវិញប៉ុន្តែបងប្អូនកិច្ចព្រមព្រៀងគឺគេវាយគ្នាសិនមុននឹងគេសរសេរបានគេព្រមព្រៀងគ្នាគេអត់ដែលគិតហើយគេហៅគិតហើយសំគូគេអត់ដែលគូហើយបានមកញៀមខ្នំគ្នាអង្គុយគិតថាអត់ស្អាតវាអត់អាចធ្វើអញ្ចឹងកើតទេព្រោះគូហើយបាត់ហើយនឹងតែលុបអាមិនកើតដូច្នេះយើងត្រូវគិតហើយសំគូអត់អាចគូហើយបាត់គិតទេឥឡូវយើងទៅជាគូហើយបាត់គិតតែពេលនេះសិស្ញែហើយភាគីនឹងឈរជើងបាននឹងឈរជើងនេះសិគិតថាយើងអត់ព្រមទេយើងនឹងទទួលស្គាល់បានទីដែលប្រើប្រាស់ដោយកម្លាំងប្រដាប់អាវុធឬក៏អីទេចោះយើងទទួលស្គាល់គេកាលចុះហត្ថលេខានឹងគេយើងទទួលស្គាល់ឈរណាឈរហ្នឹងខាងដោយសារកម្លាំងប្រដាប់អាវុធតើបើអត់វាយហ្នឹងធ្វើមិនបានឈរជើងកន្លែងហ្នឹងបានយើងព្រមគេហើយហ្នឹងហើយតែយើងមកប្រាប់ថាអត់ព្រមទទួលស្គាល់ព្រំដែនទទួលស្គាល់ដោយកម្លាំងប្រដាប់អាវុធខ្ញុំអត់យល់កន្លែងហ្នឹងមួយព្រោះបើយើងចរចាគឺថាយើងតឹងតសៃកគ្នាគឺយើងដាក់លក្ខខណ្ឌគ្នាទៅវិញទៅមកណែខ្ញុំអត់ទាន់សញ្ញេអីតែឈប់បាញ់ទេណាតើតែឯងថយទៅឲ្យដល់ព្រំដែនដើមវិញមុននឹងបាញ់គ្នាវិញបានខ្ញុំព្រមព្រោះឥឡូវយកដីខ្ញុំអស់ច្រើនកន្លែងណាអត់កើតទេហ្នឹងយើងអត់ទៀមទាឲ្យសងជីវិតទាហានជីវិតអីខូចខាតអាហ្នឹងថាលក្ខខណ្ឌហ្នឹងយើងដាក់អត់បានទេព្រោះថៃគេស្លាប់ដែរប្រជាពលរដ្ឋស៊ីវិលគេក៏ស្លាប់ក៏មានខូចខាតដែរអាហ្នឹងថាអូតែវាមិនអីទេវាមានទៅមានមកអាហ្នឹងមួយគឺខ្ញុំទទួលស្គាល់ថាបើយើងទៅដាក់លក្ខខណ្ឌអញ្ចឹងគេទៅទាសងជីវិតមនុស្សឡាយស៊ើបគេតាមផ្លូវតុលាការអីងាប់ហើយមិនកាលបានជប់បាញ់គ្នាងាប់ទៀតហើយអូខេអាហ្នឹងអត់អីដោះស្រាយតាមគាត់ប៉ុន្តែរឿងដែលពេលគេនៅណានៅហ្នឹងគឺតែថាយើងព្រមទទួលឲ្យគេនៅឈរជើងនៅណាគេខំវាយអស់តែហ៊ានគេស្លាប់មនុស្សគេអស់30 40នាក់ដែរហើយទៅយើងគិតថាអត់ទេអាហ្នឹងអត់មែនទេយើងត្រូវតែមើលសន្ធិសញ្ញាមានហើយតែយើងព្រមព្រៀងគេថាឲ្យគេឈរជើងនៅកន្លែងហ្នឹងហើយបើសិនជាបកស្រាយដោយរដ្ឋាភិបាលសប្ងៃគឺយើងចាញ់គេ 100% ហ្មងបងប្អូនហើយថ្ងៃនេះលោកហ៊ុនម៉ាណែតមកនិយាយទៀតគាត់និយាយរឿងពីរនៅក្នុងខេត្តពោធិ៍សាត់នេះខេត្តព្រះវិហារនេះនៅពេលដែលជួបជនភៀសសឹក540គ្រួសារគាត់ថាអ្នកខ្លះហាជ្រិញនឹងពាក្យអរគុណសន្តិភាពរឿងរដ្ឋាភិបាលថាចង់ឲ្យមានសន្តិភាពនឹងឯងដែលធ្វើឲ្យយើងដោះដូរដីអីអត់មាននរណាដោះដូរដីទេលោកហ៊ុនម៉ាណែតនិយាយចឹងគឺយើងចង់ឲ្យមានបទជប់បាញ់ស្លាប់នោះគឺជាការនិយាយត្រឹមត្រូវណាស់គឺអត់មានត្រូវការមានសង្គ្រាមអីទេដំណោះស្រាយត្រូវការមានសង្គ្រាមណាអត់មាននរណាដែលដោះស្រាយដោយសង្គ្រាមបាននៅសម័យណាក៏ដោយតែដោះស្រាយទៅតាមការចរចាសន្តិវិធីច្បាប់ហ្នឹងឯងលោកហ៊ុនម៉ាណែតនិយាយពី logic ហ្នឹងគឺត្រឹមត្រូវលោកថាកុំមកខឹងរដ្ឋាភិបាលរឿងឲ្យមានអគុណសន្តិភាពយើងចង់បានសន្តិភាព